ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Hainstorm បាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយចែកជូនទៅបងប្អូនទាំងអស់គ្នាទស្សនានិងបានសិក្សាស្វែងយល់តាក់ទងជាមួយនឹង game MLBB ផងដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកប្រធានបទចំនួន3ចំណុចធំៗបាទតាក់ទងជាមួយនឹង Mobile Legends collab ជាមួយនឹង KOS ដែលពាក្យពេញ The King of Fighter បាទហ្នឹងហើយអញ្ចឹង3ចំណុចហ្នឹងខ្ញុំនឹងលើកមកនិយាយបរិយាយប្រាប់ពុកម៉ែបងប្អូនទាំងគ្នាបានស្វែងយល់បន្ថែមចាចំណុចទី1ដែលខ្ញុំត្រូវលើកមកនិយាយនោះបាទហេតុអ្វី MLBB ត្រូវបាន collab ជាមួយ KOS អូខេចាដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយ MLBB បាន collab ជាមួយនឹង KOS ដែល skin ដែលមាន skin KOS នៅក្នុង MLBB ហ្នឹងបាទគឺបាន collab យូរហើយតាំងពីឆ្នាំ2019មកដល់2026បាទអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើវីដេអូតាក់ទងនឹងហេតុអ្វី MLBB ត្រូវបាន collab ជាមួយ KOS អូខេបាទអញ្ចឹង Mobile Legends Bang Bang ដែលគ្នាយើងហៅកាត់ថា MLBB បានធ្វើការសហប្រតិបត្តិការជាមួយ The King of Fighter បាទដែលពាក្យកាត់ KOS ហ្នឹងដើម្បីនាំយក skin រូបរាងថ្មីដែលមានគុណភាពតម្លៃនិងភាពគួរឲ្យចាប់អារម្មណ៍ចូលទៅក្នុង game បាទអញ្ចឹង MLBB បាន collab ជាមួយនឹង The King of Fighter ហ្នឹងគឺបានយកជាមួយនឹង skin រូបរាងថ្មីដែលមានគុណតម្លៃហើយនឹងគួរឲ្យចាប់អារម្មណ៍មែនតើបាទហ្នឹងហើយពួកអី The King of Fighter នេះគឺជាប្រភេទ game ដែលល្បីមែនតើដែលគ្នាយើងជំនាន់មុនបាទគឺគាត់ score មែនតើជាមួយនឹង game ហ្នឹងបាទភាគច្រើនគេហៅថាសៃសកៈ game សៃសកៈហ្នឹងហើយភាគច្រើនទៅលេងតាម net អីអូសប្បាយ The King of Fighter ហ្នឹងបាទគេហៅថា game សៃសកៈអូខេតែឈ្មោះវាគឺ The King of Fighter បាទអញ្ចឹងវានៅក្នុងចំណាត់ថ្នាក់ license IP collaboration ដែលមានការផ្ដល់ភាពយូរអង្វែងបង្កើនការចាប់អារម្មណ៍របស់អ្នកលេងនិងពង្រីកការចំណាយក្នុង game បាទអញ្ចឹង skin KOS នៅក្នុង Mobile Legends មួយវារៀងក្រែដែរអញ្ចឹងបាទវាដូចជាចាប់ម្ដងមួយត្រល់ហ្នឹងដូចជា225 diamond អីគ្នាយើងអាហ្នឹងមួយត្រល់225 diamond វាថ្លៃដែរហ្នឹងណាបើយើងមនុស្សមានសំណាងអីទៅយើងចាប់ត្រឹម30 ប្រអប់អីឬក៏40 ប្រអប់អីវាបានអញ្ចឹងបើយើងមនុស្សអត់សូវមានសំណាងអាចឡើងលើហ្នឹងដែរបាទខ្ញុំនិយាយនេះខ្ញុំអត់មានលុយចាប់ដែរខ្ញុំនិយាយដែរតែសារមានលុយចាប់ចេះនិយាយដែរអូខេអញ្ចឹងទី2គោលបំណងនៃការធ្វើ collab នេះបាទចឹងតើ MLBB ហ្នឹងមានគោលបំណងអ្វីដើម្បីធ្វើការសហការចាប់ដៃគូសហការជាមួយនឹង King of Fighter ហ្នឹងបាទ The King of Fighter ហ្នឹងបាទអញ្ចឹងគោលបំណងនៃការធ្វើ collab ជាមួយនឹង The King of Fighter បាទជាការជ្រើសរើសកិច្ចសហប្រតិបត្តិការនេះមានគោលបំណងចម្បងដូចជាតាក់ទាញអ្នកលេងថ្មីនិងបង្វឹកអ្នកលេងចាស់បាទមានន័យថាការធ្វើឲ្យអ្នកលេងចាស់ហ្នឹងគាត់មានការចាប់អារម្មណ៍កាន់តែចង់លេង game ហ្នឹងខ្លាំងជាងមុនអីចឹងបាទ The King of Fighter ហ្នឹងបាទគឺជា game ប្រភេទមួយដែលមានអ្នកគាំទ្រច្រើនមែនតើបាទមិនថានៅណាទេគឺគាំទ្រជុំវិញពិភពលោកទៅហើយបាទអញ្ចឹងចំណុចទី2ការបង្កើន engagement និង monetization បាទអញ្ចឹង skin របស់ KOS ជា skin type ដែលមានតម្លៃខ្ពស់និងធ្វើឲ្យអ្នកលេងចំណាយលើ diamond ឬ draw ticket បាទអញ្ចឹង skin ហ្នឹងគឺគេដាក់វាជាការចាប់ draw ticket បាទមិនមែនជាការដាក់លក់លើទីផ្សារទេបាទគឺជាការចាប់ដោយ draw ticket ហ្នឹងហើយឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់បាទហ្នឹងហើយអញ្ចឹងចំណុចទី3បង្កើន snow game និងការតាក់ទាញកាន់តែខ្លាំងបាទគោលបំណង MLBB collab ជាមួយនឹង KOS ហ្នឹងគឺបានធ្វើការតាក់ទាញបាទមានន័យថាធ្វើឲ្យ game របស់ MLBB ហ្នឹងមានភាពតាក់ទាញកាន់តែខ្លាំងជាងមុនបាទអញ្ចឹងដើម្បីអាហ្នឹងវាជាគោលបំណងនៃការធ្វើ collab ជាមួយនឹង KOS បាទដើម្បីធ្វើឲ្យ MLBB ហ្នឹងមានការតាក់ទាញខ្លាំងជាងមុនផងដែរបាទទី3 MLBB ចំណាយប្រមាណសម្រាប់ collab ជាមួយនឹង KOS បាទកន្លែងនេះគឺខ្ញុំចង់ដឹងខ្លាំងមែនតើសូម្បីតែអ្នកទាំងអស់គ្នាក៏ចង់ដឹងផងដែរបាទជាមួយនឹងតើ MLBB ចំណាយទឹកប្រាក់ប្រមាណហ្នឹងសម្រាប់ collab ជាមួយនឹង KOS បាទចំនួនប្រាក់ចំណាយជាក់លាក់ដោយមុនធនមិនបានបង្ហាញជាសាធារណៈទេបាទអញ្ចឹងមានន័យថាចំនួនទឹកប្រាក់ MLBB collab ជាមួយនឹង KOS ហ្នឹងគឺវាមានទឹកប្រាក់ជាក់លាក់ប៉ុន្តែមុនធនមិនបានបង្ហាញជាសាធារណៈទេបាទប៉ុន្តែជាទូទៅនៅក្នុងរបៀប IP licensing ឬក៏ collaboration នៃ game ធំបាទ
ការប្រើ IP របស់ franchise ដូចជា KOS ត្រូវការចរចា license fee royalty និងកិច្ចសន្យា royalty បូក minimum guarantee បាទជាមួយម្ចាស់ខ្នាតមានន័យថាជាមួយម្ចាស់ game អញ្ចឹងបាទប្រាក់ចំណាយនឹងត្រូវកំណត់ឡើងទៅតាមកម្លាំងនៃ IP កម្រិតពេញនិយមព័ត៌មានសង្គមនិងតម្លៃទីផ្សារបាទអញ្ចឹងប្រាក់ចំណាយ MLB ដែល collab ជាមួយនឹង KOS ហ្នឹងគឺគេនេះគឺគេកំណត់ឡើងទៅតាមកម្លាំងនៃ IP កម្រិតពេញនិយមបាទទី1កម្រិតពេញនិយមទី2ព័ត៌មានសង្គមហើយនិងទី3តម្លៃទីផ្សារបាទអញ្ចឹងវាយើងអត់អាចដឹងថាតម្លៃប្រមាណជាក់ស្ដែងឬក៏ពិតប្រាកដហ្មងទេបាទអានេះគ្រាន់តែគេយកឃើញនិងស្វែងយកទៅតាមការ collaboration ឬក៏ franchise បច្ចុប្បន្នជាក់ស្ដែងផងបាទអូខេឧទាហរណ៍ក្នុងព្រឹត្តិការណ៍ត្រមានន័យថាក្នុងព្រឹត្តិការណ៍ដែលយើងបង្វិលចាប់ជាមួយនឹង skin KOI នៅក្នុង game Mobile Legends ណាអ្នកនរគ្នាបាទ player ត្រូវចំណាយ diamond តាមកម្រិតត្រដូចជា225 diamond សម្រាប់ត្រតែមួយដងបាទអញ្ចឹងមានន័យថាក្នុងមួយត្រយើងចំណាយ225 diamond បាទហើយនឹង2250 diamond សម្រាប់10ត្រផងដែរបាទអញ្ចឹងក្នុងមួយត្រវា225 diamond 10ត្រគឺ2250 diamond បាទចឹងដើម្បីទាញ skin KOS ហើយតាមស្ទង់មតិ community draw ដែរការទាញបាន skin តែមួយអាចជាការចំណាយប្រហែលជា7000 diamond ទៅដល់10000 diamond បាទឬច្រើនជាងនេះតាមការសាមញ្ញនិងសំណាង draw នៃអ្នកលេងបាទចឹងដូចខ្ញុំបាននិយាយខាងលើហើយបាទក្នុងការ draw ចាប់ skin KOS នៅក្នុង MLBB ហ្នឹងគឺគេនេះដែរវាតាមសំណាងរបស់យើងដែរបាន draw ទៅវាអស់តិចអីចឹងណាបាទបើយើងអត់សូវមានសំណាងទេអាចចន្លោះពី7000 diamond ទៅ10000 diamond ឬក៏លើហ្នឹងក៏មានដែរអូខេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាពេញចិត្តនឹងវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe ខ្ញុំម្នាក់មួយផងណាបាទអញ្ចឹងអរគុណសូមជម្រាបលាអ្នកនរគ្នាបាទបាយបាយជួបគ្នានៅវីដេអូក្រោយណា